ស៊ុយអែតបានចាប់ផ្ដើមផលិតយន្តហោះចម្បាំង Gripen EF4 គ្រឿងដំបូងឲ្យថៃហើយបើទោះបីជាមានការជំទាស់ពីសមាជិកសភាស៊ុយអែតក្រោយថៃបានប្រើយន្តហោះនេះវាយប្រហារកម្ពុជាកាលពីឆ្នាំ2025ក៏ដោយកាសែតថៃខៅសូតចេញផ្សាយនៅថ្ងៃទី13ខែឧសភាឆ្នាំ2026ថាយន្តហោះ Saab J39 Gripen EF ដំបូងរបស់ថៃបានចូលខ្សែផលិតកម្មនៅរោងចក្រ Saab ក្នុងទីក្រុង Linköping ជាផ្លូវការមេបញ្ជាការកងទ័ពអាកាសថៃលោកសេកសានកាន់តាបានទៅមើលវឌ្ឍនភាពនេះដោយផ្ទាល់និងពិភាក្សាកិច្ចសហការយោធាបន្ថែមទៀតជាមួយភាគីស៊ុយអែតថៃបានចុះកិច្ចសន្យាទិញ Gripen EF ចំនួន4គ្រឿងកាលពីខែសីហាឆ្នាំ2025ក្រោមគម្រោងតម្លៃ$353លានថៃរំពឹងថានឹងទទួលបានយន្តហោះគ្រឿងដំបូងទាំងនេះនៅឆ្នាំ2029ថៃក៏មានផែនការទិញបន្ថែម4គ្រឿងទៀតនៅដំណាក់កាលទី2ក្នុងឆ្នាំ2028ដើម្បីឈានទៅរកគោលដៅមាន Gripen សរុប12គ្រឿងយន្តហោះថ្មីទាំងនេះនឹងត្រូវយកទៅជំនួសយន្តហោះ F-16 ចាស់ៗផលិតនៅអាមេរិកដែលកំពុងឈរជើងនៅមូលដ្ឋានទ័ពអាកាស Wing 1ក្នុងខេត្តនគររាជสีมาចំពោះថៃនេះគឺជាការធ្វើទំនើបកម្មកងទ័ពអាកាសប៉ុន្តែចំពោះអ្នករិះគន់នៅស៊ុយអែតវាជាសំណួរនយោបាយធំមួយថាតើស៊ុយអែតគួរបន្តលក់យន្តហោះចម្បាំងឲ្យថៃឬទេបន្ទាប់ពី Gripen ត្រូវបានប្រើវាយប្រហារកម្ពុជាដែលផ្ទុយពីគោលការណ៍ទិញសម្រាប់ហ្វឹកហាត់ការជំទាស់នោះត្រូវបានលើកឡើងដោយលោក Jacob Ringsberg អ្នកនាំពាក្យគោលនយោបាយការបរទេសរបស់គណៈបក Green Party របស់ស៊ុយអែតនិងលោកស្រី Emma Noren សមាជិកសភាស៊ុយអែតពីគណៈបក Green Party ដូចគ្នានៅថ្ងៃទី24ខែសីហាឆ្នាំ2025អ្នកទាំងពីរបានអំពាវនាវឲ្យបង្កកការនាំចេញអាវុធទៅថៃបន្ទាប់ពីថៃបានប្រើ Gripen វាយប្រហារគោលដៅជាច្រើននៅកម្ពុជាពួកគេបានប្រមានថាការផ្ដល់យន្តហោះចម្បាំងបន្ថែមឲ្យរបបដែលមានឥទ្ធិពលយោធាខ្លាំងនិងមិនមានប្រជាធិបតេយ្យពិតប្រាកដមិនអាចជួយលើកកម្ពស់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់បានទេគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាក៏បានអំពាវនាវឲ្យភាគីស៊ុយអែតពិនិត្យឡើងវិញលើការលក់យន្តហោះ Gripen ឲ្យថៃផងដែរទោះយ៉ាងណាកិច្ចព្រមព្រៀងលក់យន្តហោះចម្បាំងនៅតែបន្តដំណើរការហើយថៃនឹងមានវត្តមានយន្តហោះចម្បាំងកាន់តែទំនើបនាពេលខាងមុខខ្ញុំរស់សុធាពី News Today NTTV GAC គឺជារថយន្តគុណភាពខ្ពស់របស់ប្រទេសចិនបំពាក់បច្ចេកវិទ្យាទំនើបនិងមានតម្លៃសមរម្យបច្ចុប្បន្នរថយន្ត GAC កំពុងទទួលបានការគាំទ្រនិងពេញនិយមពីអ្នកប្រើប្រាស់នៅកម្ពុជានិងជុំវិញពិភពលោករថយន្ត GAC នាំចូលនិងចែកចាយផ្លូវការនៅកម្ពុជាដោយក្រុមហ៊ុន TH Group